Hello សួស្តីអ្នកនាងយ៉ាបន្តពីការដែលបាត់ទៅយូរមែនទែនចំពោះការធ្វើបែប pick a card so ឥឡូវ admin ត្រឡប់មកវិញតែយើង start ចេញពី something like easy and fresh គឺទៅលើថាតើខ្លួនយើងនៅអនាគតចង់ប្រាប់អីមកដល់យើងនៅក្នុងបច្ចុប្បន្នដែរ pick a card ផងយើងគឺ easy គឺយើងមានពីសាតនេះយ៉ាងអញ្ចឹងអ្នកទាំងអស់គ្នាអាច check មើលហើយអាចអធិដ្ឋានពីខ្លួនយើងហើយក៏បៀពីសាតហ្នឹងគឺ topic យើងដូចគ្នាទេគ្រាន់តែថាសាតនេះគឺយើងចំពោះនិស្ស័យរបស់យើងថាតើយើងចង់ឲ្យបៀមួយណាជាអ្នកប្រាប់យើងជារកបៀទាំងពីរហ្នឹងអញ្ចឹងយើងមាននេះក្រុមទី1ហើយនេះក្រុមទី2 so ខ្ញុំនឹងដាក់រូបឲ្យច្បាស់ហើយអ្នកនរអាចតាំងចិត្តអធិដ្ឋានហើយរើស set បៀដែលអ្នកចង់ឲ្យប្រាប់ពីអនាគតរបស់អ្នកអូខេអញ្ចឹងឥឡូវយើងមក check ទាំងអស់គ្នា start with ក្រុមទី1ពុតមានអីដែលចង់ប្រាប់យើង and នៅក្នុងនេះក៏សូមមកប្រាប់ដល់អ្នកនរគ្នាដែរដោយសារតែមានអ្នកយល់ច្រឡំច្រើនមែនតើថា admin មាន channel នៅក្នុង social media មាន3យ៉ាងនៅខាងTikTok នៅខាង Face and then នៅខាង YouTube ដោយសារយើងនិយាយឈ្មោះមិនថាមែនទេបងប្អូនអញ្ចឹងទេនៅខាង channel ផ្សេងទៅខាង media ផ្សេង app ផ្សេងគេនឹង ban account អញ្ចឹងខ្ញុំនិយាយ TikTok អញ្ចឹងទៅខ្ញុំគិតថាអ្នកនរគ្នាដឹងអីហើយ Face ហើយនឹង YouTube សម្រាប់ YouTube ហ្នឹងគឺយើងមាន3 platform ហ្នឹងប៉ុន្តែនៅក្នុង3 content platform ហ្នឹងគឺ content ផ្សេងគ្នាទាំងអស់អញ្ចឹងនៅក្នុងtarot card ដែលខ្ញុំធ្វើនៅក្នុងថ្ងៃនេះគឺខ្ញុំនឹង post នៅក្នុងធូបទាំងអស់យ៉ាងអញ្ចឹងអ្នកទាំងអស់គ្នាអាចទៅ check នៅក្នុងធូបបានហើយអ្នកដែលតាមដានពីខាង Face ឬមួយពី TikTok អីហ្នឹង actually video content ខ្ញុំអត់សូវដូចគ្នាទេសម្រាប់នៅក្នុងធូបហ្នឹងទៅ content ផ្សេងនៅក្នុង Face ហ្នឹងទៅ content ផ្សេងអញ្ចឹងខ្ញុំ encourage អ្នកទាំងអស់គ្នាឲ្យតាមដានគ្រប់ channel platform ល្អជាងអញ្ចឹងយើងនឹងអត់ miss នៅក្នុង content ផ្សេងអីថ្មីអញ្ចឹងណាដោយសារខ្ញុំផុសទៅតាម platform សម្រាប់ platform ខ្លះវាស័ក្តិសមជាមួយនឹងTikTok ឬមួយ Facebook ទៅខ្ញុំផុសនៅក្នុងហ្នឹងហើយសម្រាប់ content ដែលស័ក្តិសមជាមួយនឹង Facebook គឺខ្ញុំនឹងផុសនៅតែក្នុង Facebook ពេលអញ្ចឹងអ្នកនរគ្នាអាចទៅតាមដាន check detail នៅក្នុង Facebook បាន Okay so we go start with ក្រុមទី1ក្រុមទី1ដែលខាតមួយនេះតើខ្ញុំយើងនៅអនាគតចង់ប្រាប់អីដល់យើងដែរ The Chariot The Hermit wow and then King of Pentacles, then Queen of Swords, Three of Swords, the Hangman, and then Six of Swords. បើតាមខ្ញុំមើលស្លឹកវាដូចជាចេញមកដើម្បីទឿនយើងរឿងអីមួយអាចនឹងឃើញយើងច្បាស់ដែរដូចជាខ្លួនយើងនៅអនាគតចង់ទឿនយើងថាបើសិនជាយើងមានអ្វីដែលយើងនឹងជ្រើសរើសនៅក្នុងជីវិតដែលមានផ្លូវពីរដែលយើងចង់ជ្រើសរើសនៅលើអីមួយអញ្ចឹងណាសូមឲ្យយើងធ្វើការជ្រើសរើសឲ្យបានគិតឲ្យច្បាស់លាស់ហើយនឹងនៅបើសិនជាយើងសម្រេចចិត្តត្រូវគឺជីវិតយើងនឹងលក្ខណៈថាភ្លឺសង្វាងតែអញ្ចឹងណាអាចឲ្យយើងចង់ឲ្យយើង focus គិតទៅលើជំរឿនផ្លូវដែលយើងជ្រើសរើសកុំយកអតីតកាលមកសមាធិតាំងចិត្តគិតឲ្យច្បាស់លាស់បើសិនជាមានអ្វីដែលពាក់ព័ន្ធជាមួយនឹងអតីតកាលឬមួយក៏មានអាចនឹងថាមានអតីតកាលអីមករំខាននៅក្នុងអារម្មណ៍យើងអញ្ចឹងណាអញ្ចឹងឲ្យយើង focus នៅបច្ចុប្បន្នដែលយើងមានជាពិសេសអារម្មណ៍ដែលបានទាញយើងទៅឲ្យគិតពីអតីតពីអីពីរឿងអីដែលអត់ល្អអញ្ចឹងណាគឺសូមកុំឲ្យយើងគិតពីទាំងអស់ហ្នឹងឲ្យយើងសម្រេចចិត្តដូចជា Queen of Swords ដែលជាលក្ខណៈថាគិតដាច់ខាតហ្មងអញ្ចឹងណាជាពិសេសខ្ញុំគិតថាយើងកំពុងតែមានការសម្រេចចិត្តទៅលើរឿងអីមួយប៉ុន្តែអារម្មណ៍របស់យើងគឺពេលខ្លះគិតទៅលើរឿងឈឺចាប់ហ្នឹងហើយរឿងដែរយើងធ្លាប់ឆ្លងកាត់មកអញ្ចឹងណាហើយក៏ជាការទឿនមួយដែរថាបើសិនជាយើងអត់សម្រេចចិត្តបានល្អទៅក្នុងអាហ្នឹងទេគឺថ្ងៃក្រោយយើងអាចនឹងមានការឈឺចាប់ហ្នឹងកើតឡើងម្ដងទៀតអញ្ចឹងណាអញ្ចឹងសូមឲ្យយើងចំណាយពេលគេងគិតសមាធិគិតផងគេងគិតផងសម្រាប់ចិត្តនៅលើផ្លូវដែលយើងកំពុងជ្រើសរើសហ្នឹងឲ្យបានច្បាស់លាស់មែនតើហើយបើសិនជាយើងសម្រេចចិត្តបានត្រូវជីវិតយើងនឹងដូច Queen អញ្ចឹងគឺយើងនឹងទទួលបានអ្វីដែលយើងចង់បានអញ្ចឹងខ្លួនយើងនៅអនាគតគឺចង់មកទឿនយើងទៅលើផ្លូវជម្រើសពីរដែលយើងនឹងជ្រើសរើសនៅក្នុងជីវិតគឺមានអ្វីដែលយើងនឹងត្រូវជ្រើសរើសនៅមិនថាបច្ចុប្បន្នកាលហ្នឹងឬមួយក៏បន្តិចទៀតទេអញ្ចឹងណាសូមឲ្យយើងសម្រេចចិត្តឲ្យបានច្បាស់មែនតើមុននឹងដើរទៅលើក្តារអុកមួយនេះសូអានេះជាខ្លួនយើងអនាគតមកចង់ទឿនយើងសម្រាប់អ្នករើសស្លឹកកាតទីក្រុមទី1បើសិនជារឿងនេះត្រូវជាមួយនឹងអ្វីដែលអ្នកទាំងអស់គ្នាមានកុំភ្លេច comment ប្រាប់admin ក្នុងក្រុមផងណាដើម្បីឲ្យ admin មានទឹកចិត្តនៅក្នុងការធ្វើវីដេអូបន្តទៀត Okay so we're gonna start with the card ក្រុមទី2 so ឥឡូវយើងstart ជាមួយនឹងក្រុមទី2ដែលយក card មួយនេះយក card មួយនេះតើខ្លួនយើងនៅអនាគតមានអីចង់ប្រាប់យើងដែរ Wow បើចេញមកហ្មង Three of Swords and then the Empress and then the Hangman និយាយទៅក្រុមមុនក៏បាន the Hangman ដូចគ្នាដែរ So
Swords, Five of Pentacles, Queen of Pentacles, The Hermit. Bia tranh máu sự điện kia nó, mình có ban The Hermit ở lời có tranh máu The Hermit với kia đấy. And the Hangman, Page of Swords, and then Ace of Wands, the Lover, Ace of Cups, and then the Wheel of Fortune. So สำหรับเบียร์ทางของ Five of Cups នៅក្នុងនេះសម្រាប់អ្នកស្លាប់ខាត់ក្នុងទី2เนาะមើលទៅខ្លួនអ្នកណាអ្នកគាត់ចង់មកទឿនអ្នកគឺទៅលើរឿងស្នេហាហ្មងពួកអីនៅក្នុងនេះខ្ញុំអត់ចង់និយាយពីរឿងស្នេហាទេប៉ុន្តែនៅពេលដែលបើកចេញមកគឺសប្តិដំបូងគឺបាន Three of Swords ហើយវាទី2របស់អ្នកគឺបាន The Empress and then the Hangman ហើយស្លាប់វាបកស្រាយ Three of Swords គឺបាន Ten of Wands and then Five of Cups ហើយនឹង Queen of Pentacles ចឹងសម្រាប់ឈុតទី1នេះខ្ញុំគិតថាវាទៅចេញមកទឿនយើងពាក់ព័ន្ធជាមួយនឹងរឿងស្នេហាច្រើនពួកអីបានស្លាប់វា The Lover មកដែរយើងឲ្យដូចជាចង់ខ្លួនយើងដល់អ្នកគាត់ចង់មកប្រាប់យើងឲ្យយើងប្រយ័ត្នមែនតើប្រយ័ត្ននៅក្នុងការមានស្នេហាដែលខុសណាដែលអត់ល្អមានការទឿនដូចទៅលើកណ្ហាតអញ្ចឹងណាប្រយ័ត្ននៅក្នុងការធ្វើសាទទៅលើការរើសណាគេដែលចូលមកក្នុងជីវិតឲ្យយើងមើលឲ្យច្បាស់លាស់អញ្ចឹងណាហើយយ៉ាប់នឹងមួយទៀតគឺ The Empress កន្លែងនេះដូចយើងប្រយ័ត្ននៅក្នុងការដែលយើងអាចនឹងមាន baby ដោយចៃដន្យអីចឹងណាអញ្ចឹងមិនថាមនុស្សស្រីមនុស្សផងគាត់គឺវាចង់មកទឿនឲ្យយ៉ារើសបាច់តន់លក្ខណៈថាប្រញាប់នៅក្នុងគ្រឿងស្នេហាទេយើងអាចទៅ Hangman សិនទៅហើយយើងThe Lover ហ្នឹងគឺបានន័យថាចេញមកគឺចង់ឲ្យយើងផ្អាកជាមួយនឹងការគិតពីរឿងស្នេហាសិនហើយបើសិនជាយើងកំពុងតែនៅក្នុងស្ថានភាពដែលយើងនឹងមានអ្នកគេចូលមកឲ្យយើងជ្រើសរើសហ្នឹងក៏យើងមើលនៅក្នុងការជ្រើសរើសមនុស្សឲ្យបានច្បាស់លាស់ឲ្យយើង focus ទៅលើរឿងការងារយ៉ាបើសិនជាអាចយើង focus រឿងការងារ focus រឿងខ្លួនឯងឲ្យបានច្រើនហើយនឹងវាគ្រាន់តែថាខ្លួនយើងណាគាត់នៅពេលយើងនេះហ្នឹងគឺចង់ឲ្យយើងគិតទៅលើរឿងបើយើងគិតទៅលើរឿងស្នេហាឲ្យយើងគិតឲ្យបានច្បាស់លាស់សម្រាប់ឲ្យបានច្បាស់លាស់អញ្ចឹងណារើសមនុស្សឲ្យបានត្រឹមត្រូវដើម្បីកុំឲ្យមានបញ្ហាទៅថ្ងៃអនាគតហើយក្នុងបច្ចុប្បន្នកាលនេះគឺចង់ឲ្យយើង focus ហើយនឹងគិតទៅលើរឿងការងារឲ្យបានច្រើនជាងand បើសិនជាស្នេហ៍យើងជួបស្នេហាអត់ល្អគឺយើងអាចនឹងបលែងវាចោលសិនទៅដូចជា Eight of Cups អញ្ចឹងហើយអនាគតដែលរងចាំយើងគឺស្រស់ថ្លាអញ្ចឹងណាគឺយើងអាចនឹងមានឱកាសបានទៅដល់សុខគេបានទៅកន្លែងដែលពោះដែលយើងចង់បានតែយើងត្រូវតែប្រយ័ត្នមែនតើគឺរឿងប្រខិនហាដែលរឿងប្រខិនហាតែខ្លះអាចទាញឲ្យយើងគិតពីរឿងនឹងច្រើនអីចឹងទៅយើងអាចនឹងលក្ខណៈថាបាត់បង់ឱកាសឬមកក៏អីចឹងនៅក្នុងបច្ចុប្បន្នហ្នឹងគឺគេចង់ប្រាប់យើងថាថ្ងៃកុំឲ្យយើងគិតទៅលើរឿងស្នេហាច្រើនបើសិនជាអាចជៀសបានក៏ជៀសសិនទៅនៅពេលដែលដល់ថ្ងៃគឺយើងគង់តែជួបទេបច្ចុប្បន្នកាលគឺចង់ឲ្យខ្លួនយើងគិតពីរឿងការងារពីរឿងអីសិនហើយបើសិនជាបញ្ញាប់រើសស្នេហានៅក្នុងខណៈពេលបច្ចុប្បន្នកាលហ្នឹងគឺវាអាចនឹងអត់ល្អសម្រាប់អនាគតយើងទេអញ្ចឹងបើសិនជាអាចបាន focus ជាមួយខ្លួនឯងហើយកុំតន់បញ្ញាប់ទៅលើរឿងស្នេហា Okay so this is សម្រាប់វាការសម្រាប់អ្នកក្រុមទី2ហើយបើសិនជាចូលចិត្ត admin កុំភ្លេចជួយ like and share comment ក្នុងវីដេអូនេះផងដើម្បីជាកម្លាំងចិត្តឲ្យ admin នៅក្នុងការធ្វើវីដេអូបន្តទៀតហើយបើតែចង់ឲ្យ admin ធ្វើវីដេអូពី topic អីក៏អាច request បាននៅក្នុង comment ខាងក្រោមនេះ Thank you see you